សួងការពារជាតិរបស់កោះតៃវ៉ាន់កំពុងស្នើច្បាប់ថ្មីមួយដើម្បីចាប់ខ្លួនបុគ្គលិកយោធាដែលឃុបឃិតជាមួយសត្រូវនិងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិនេះបើយោងតាមសារព័ត៌មាន Taiwan Times ក្រសួងការពារជាតិបាននិយាយថាខ្លួនគ្រោងនឹងស្នើច្បាប់មួយដើម្បីដាក់ទណ្ឌកម្មលើបុគ្គលិកយោធាដែលលួចមានទៅឲ្យសត្រូវនិងធ្វើឲ្យខូចផលប្រយោជន៍យោធាសេចក្តីស្នើវិសោធនកម្មក្រុមព្រហ្មទណ្ឌនៃកងកម្លាំងប្រដាប់អាវុធមានគោលបំណងបញ្ឈប់កិច្ចខិតខំប្រឹងប្រែងជ្រៀតចូលរបស់បកកុម្មុយនីសចិន CCP នេះបើយោងតាមកាសែត Taiwan Times ចំណាត់ការនេះកើតឡើងបន្ទាប់ពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃចំនួនចរកម្មចិនដែលចាប់បាននៅតៃវ៉ាន់យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីដើមឆ្នាំនេះដោយការិយាល័យសន្តិសុខជាតិចំនួនអ្នកស៊ើបការចិនដែលត្រូវបានកាត់ទោសនៅតៃវ៉ាន់បានកើនឡើងដល់64នាក់កាលពីឆ្នាំមុនហើយ28នាក់ក្នុងចំណោមពួកគេគឺជាបុគ្គលិកយោធាដែលកំពុងបម្រើការងារ